សួស្តីអ្នកនរគ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបនៅក្នុងការបង្កើតទៅលើ appointment ឬក៏ការណាត់ជួបនៅក្នុង system របស់យើងអញ្ចឹងតើតើជាមួយនឹងការណាត់ជួបគឺយើងបង្កើតបែបនេះអញ្ចឹងទី1យើងចូលមកកន្លែង new appointment នេះមកហើយបន្តមកទៀតខាងលើនេះគឺជាថ្ងៃនៃការណាត់ជួបថ្ងៃនិងម៉ោងនៃការណាត់ជួបអញ្ចឹងយើងចាប់ផ្ដើមដាក់នៅថ្ងៃណាឧទាហរណ៍ថាយើងដាក់នៅថ្ងៃទី20អញ្ចឹងនៅម៉ោងប្រហែលអញ្ចឹងនៅម៉ោង3យើងដាក់ម៉ោង3មក3:15នាទីឬក៏3:00នេះតាមជាក់ស្ដែងហើយតើតើមួយកន្លែងនេះគឺរយៈពេលនៃការណាត់ជួបយើងប៉ុន្មានម៉ោងអញ្ចឹងបើឧទាហរណ៍ថា2ម៉ោងយើងដាក់ដល់ម៉ោង5អញ្ចឹងណាហើយតើតើមួយចំណុចកន្លែងនេះគឺអ្នកណាជាអ្នកណាត់ជួបអញ្ចឹងយើងអាចដាក់ឈ្មោះរបស់ customer យើងអាចដាក់មកគាត់ឈ្មោះនេះហើយបន្តមកទៀតគាត់ណាត់ជួបជាមួយអ្នកណាគេអញ្ចឹងយើងអាចដាក់នៅក្នុងនឹងមកជួបជាមួយនឹង Mr. សុកឡាយជាមកអញ្ចឹងគាត់ជួបហ្នឹងគឺយើងអាចបែងចែកទៅតាម category ដែរគាត់ជួបក្នុងការពិភាក្សាពិគ្រោះឬក៏ meeting នេះទៅតាមជាក់ស្ដែងអញ្ចឹងណាបែងចែកទៅតាម category ហើយកន្លែងនេះគឺជា note បន្ថែមដែលយើងអាច note ទៅលើការណាត់ជួបហ្នឹងអញ្ចឹងណាអញ្ចឹងយើងអាច note បន្ថែមនៅកន្លែងហ្នឹងបានហើយតើតើមួយការណាត់ជួបបន្ទាប់ពីយើងបំពេញអស់ហើយយើងអាចចុច save មកដើម្បីបង្កើតការណាត់ជួបអញ្ចឹងយើងនឹងទទួលបានតកតងជាមួយនឹង appointment មួយនៅក្នុងនេះអញ្ចឹងតកតងមួយការឆែកវិញតកតងមួយការឆែកយើងអាចឆែកនៅកន្លែងនេះក៏បានដែរនេះយើងចុចមកកន្លែង calendar នេះដើម្បីមើលអញ្ចឹងយើងអាចដាក់ថ្ងៃហើយយើងអាច search កន្លែងនេះយើងអាច search ជាថ្ងៃបានអញ្ចឹងបើមានការណាត់ជួបអីផ្សេងវានឹងសូនៅកន្លែងហ្នឹងអាចសូនៅតាមសប្តាហ៍ឬក៏ក្នុងមួយខែនេះវាមកជាតារាងបែបហ្នឹងណាអញ្ចឹងតកតងជាមួយនឹងការណាត់ជួបហ្នឹងហើយអញ្ចឹងនៅក្នុងវីដេអូរបៀបនៅក្នុងការបង្កើតនិងការមើលទៅលើ appointment នេះគឺមានប៉ុណ្ណឹងសូមអរគុណ